សួស្តីទាំងអស់គ្នាតាក់ទងជាមួយនឹងមេរៀនរបស់យើងបន្តទៅមុខមួយទៀតត្រង់ចំណុចនេះខ្ញុំនឹងបង្ហាញអ្នកទាំងអស់គ្នាពីវិធីនៅក្នុងការ clipping mask មានន័យថាទីហើយយើងចង់យករូបអីមួយមក detail នៅត្រង់ចំណុចនេះអញ្ចឹងណាទីហៅថា material ឈើនេះឬក៏material សម្រាប់decor កន្លែងបាំងកន្លែងផ្នែកទូនេះអញ្ចឹងណាអញ្ចឹងនៅត្រង់ចំណុចនេះខ្ញុំយក label មួយមក add ដូចមុនអញ្ចឹងតែខ្ញុំ point តែទៅលើឈើខ្ញុំ point ឲ្យចំឈើអញ្ចឹងទៅហើយអក្សរខ្ញុំអត់ត្រូវការទេណាអញ្ចឹងខ្ញុំសូមលុបអក្សរចោលចាឲ្យវាជាប់ពាក្យ label text អញ្ចឹងទៅវាខ្លីតិចណាតបមកទៀតខ្ញុំយករង្វង់មួយមកគូខ្ញុំសុំទាញវាតិចព្រោះកុំឲ្យវានេះពេកណាខិតទៅលើពេកអូខេអញ្ចឹងរង្វង់នេះខ្ញុំយកវាប៉ុណ្នេះចាចាតបមកទៀតយើងចាប់ផ្ដើមទៅហៅរូបភាពយកមកចូលនៅក្នុងការហៅរូបភាពខ្ញុំមានជារូបភាពដែលខ្ញុំបាន export ពីកម្មវិធី SketchUp ណាអ្នកទាំងអស់គ្នា export ខ្លួនឯងតិចក៏បានដែរណាអញ្ចឹងយើងអាចចូល file export ទៅណាយើងចង់បានរូបពីខាងណាយើង export ខាងហ្នឹងទៅអញ្ចឹងយើង file export មកខ្ញុំ export ចោលមួយហើយយើង export ទៀតមកណាតបមកទៀតយើង back ទៅ layout របស់យើងវិញយើងចាប់ផ្ដើមធ្វើការហៅរូបភាពនឹងចូលអញ្ចឹងយើងចូលទៅ file គឺ insert ណាឲ្យតែហៅចូលអង្គ insert តែខ្ញុំ insert ឈើមកមួយអូខេអញ្ចឹងជំហានទី1យើងត្រូវដាក់រូបពីរហ្នឹងឲ្យវាកងគ្នាសិនណាឥឡូវខ្ញុំសេរីវាឲ្យទូសិនកុំឲ្យវាចងៀងចងាងពេកចឹងខ្ញុំសុំអរ៉ែងអានេះមក front ណាមើលស្ដាំ bring to front កាលណា front វាមកមុខបំផុតណាអញ្ចឹងយើងចុច control ឲ្យជាប់ណាមើលស្ដាំយកពាក្យថា create clipping មកមើលតើណាអញ្ចឹងនៅត្រង់ចំណុចនេះវារៀងដាច់មេឃនេះបន្តិចណាចេញមេឃនេះបន្តិចខ្ញុំសុំបន្តិចទៀតចាខ្ញុំចង់ឲ្យ cycle នេះមកខាងមុខយើងសនុក select ណាកាលណា cycle នៅខាងក្រោយយើងពិបាក select អញ្ចឹង object ហ្នឹងយើង arrange បើអ្នកទាំងអស់គ្នាធ្លាប់រៀន AI អ្នកទាំងអស់គ្នាយល់ពីការ arrange object ហ្នឹងហើយអញ្ចឹងការ arrange object វាចែកចេញជា3ទី1គឺការ arrange bring to front ហ្នឹងទៅមុខបំផុត bring to forward គឺបន្ទាប់ពីខ្លួនឯង send backward ក្រោយបន្ទាប់ពីខ្លួនឯងហើយនឹង send to back ទៅក្រោយផុតហ្មងអញ្ចឹងនៅត្រង់ចំណុចនេះខ្ញុំ control វាទាំងពីរយ៉ាងមកហើយយើង create វាមកយើង flip វាមកអញ្ចឹងនៅត្រង់ចំណុចនេះអត់អីទេយើងគ្រាន់តែចង់បង្ហាញថាចំណុចហ្នឹងយើងប្រើជាឈើបែបហ្នឹងអញ្ចឹងណាយកមកធ្វើការ detail អញ្ចឹងណាអូខេតបមកទៀតបើយើងចង់ detail ទៅក្រោមនេះសម្រាប់ឈើនេះតែឈើដេកបន្តិចនេះយើងដូចគ្នាដែរទៅណាអញ្ចឹងមានតែប៉ុណ្្នឹងទេសម្រាប់ clip ហ្នឹងអញ្ចឹងអ្នកទាំងអស់គ្នាចាំសាកល្បង clip ម៉ាស់វាមកណាអូខេអរគុណណា